ខ្ញុំសរសេរបទនេះក៏ដោយសារមនុស្សម្នាក់ហើយខ្ញុំចង់ប្រាប់គេថាស្រឡាញ់មនុស្សម្នាក់វាមិនអាចកំណត់ពេលវេលាឬទីកន្លែងបានទេប៉ុន្តែយើងអាចកំណត់អ្វីមួយបានថាយើងដាច់ចិត្តស្រឡាញ់គេ 100% បានឬក៏អត់ទោះគេនៅឆ្ងាយប៉ុន្តែគេនៅស្រឡាញ់អ្នកស្មោះបានដែរសង្ឃឹមថាអ្នកយល់ពីទស្សនៈតើវាមានន័យយ៉ាងណាបើមនុស្សពីរនាក់ស្រឡាញ់គ្នាមិនដោយសារតែពីចម្ងាយ ខ្ញុំចង់ប្រាប់ថាអរគ្នាមានស្រឡាញ់ណាទូអ្នកនៅឆ្ងាយបែបណាខ្ញុំនៅរងចាំអ្នកជារៀងរហូតមិនហ៊ាននិយាយផ្ទាល់ព្រោះខ្ញុំខ្លាចអ្នកមិនព្រមទទួលសម្ដីដែលខ្ញុំបាននិយាយទៅចំពោះរូបអ្នកមិនតាមបទនេះទេបកស្រាយពីអារម្មណ៍ដែលខ្ញុំមានតែចំពោះរូបអ្នកមួយគិតរយៈពេល1ឆ្នាំដែលខ្ញុំបានស្គាល់រូបអ្នកខ្ញុំតែគិតថាចង់បានអ្នកធូរហូរពីមិត្តរបស់ខ្ញុំតែអ្នកវិញបានត្រពោលថា let it be ព្រោះអ្នកបានសាកល្បងថា happy ធ្វើឈឺចាប់បានរួចទៅហើយបើអ្នកនិយាយថាដឹងថាលទ្ធផលស្នេហា happy ធ្វើព្រោះតែរឿងកន្លងសូមមានតែគិតទ្វេដងឬផ្សេងបេះដូងផ្សេងសូមដល់អាការមនុស្សម្នាក់នេះផងណាអរគុណជាច្រើនដែលអ្នកបានស្ដាប់ចម្រៀងបទនេះផងដែរទោះខ្ញុំមិនអន់ខ្ចោះតែខ្ញុំមានស្នេហាស្មោះសម្រាប់លោកអ្នកមួយកូនឬអាចរឿងចង់ឆ្ងាយពីរឿងហត់នឿយណាយក៏គ្មានរឿងនោះផងដែរព្រោះការស្រឡាញ់ជាការអាត្មទេណា